នៅក្នុងដំណើរជីវិតការជួបប្រទះនឹងខ្សែភ្នែកមើលស្រាលនិងពាក្យសម្ដីមើលងាយគឺជារបាយសារណ៍ល្បងដ៏ធំមួយមនុស្សជាច្រើនអនុញ្ញាតឲ្យសម្ដីមិនល្អរបស់អ្នកដទៃមកកាប់សេចក្តីតម្លៃខ្លួនឯងរហូតបាក់ទឹកចិត្តនិងបោះបង់ក្តីស្រមៃប៉ុន្តែចូលចងចាំថាតម្លៃរបស់អ្នកស្ថិតនៅលើទង្វើនិងសមត្ថភាពរបស់អ្នកមិនមែននៅលើមាត់របស់អ្នកដទៃនោះឡើយនៅពេលដែលមានគេមើលងាយអាវុធដ៏មានឥទ្ធិពលបំផុតមិនមែនជាការតបតដោយសម្ដីគំរោះគំរើយឬការខឹងសម្បារនោះទេប៉ុន្តែវាគឺភាពស្ងៀមស្ងាត់និងការបង្កើតលទ្ធផលចូលទុកពាក្យមើលងាយទាំងនោះធ្វើជាប្រេងឥន្ធនៈសម្រាប់ដុតកម្ដៅការតស៊ូរបស់អ្នកកុំចំណាយពេលបកស្រាយឬទាមទារឲ្យអ្នកដែលមិនស្រឡាញ់យើងមកយល់ចិត្តព្រោះមនុស្សដែលចាំតែចាប់កំហុសគេមិនដែលចង់ឃើញយើងជោគជ័យនោះទេការមានផ្លូវចិត្តរឹងមាំគឺការដឹងច្បាស់ថាខ្លួនឯងជានរណានិងកំពុងដើរទៅណាសម្ដីមើលងាយប្រៀបដូចជាដុំថ្មដែលគេក្រវែងមកលើខ្លួនយើងប្រសិនបើជាយើងទទួលយកវាដោយការឈឺចាប់នោះវាគឺជារបាំងផ្លូវប្រសិនបើយើងជន់លើវាគឺជាកម្មចន្ទើនាំទៅរកភាពជោគជ័យ